នៅពេលយប់ហើយហ្នឹងធ្វើដំណើរទៅផ្សារហើយទៅទិញផ្អែមធ្វើដំណើរពេលយប់ត្រូវបានឡានសាំយ៉ុងដាក់ឈើបងប្អូនបាទបុកស្លាប់ទាំងប្តីទាំងប្រពន្ធបុករួមជាមួយនឹងកូនប្រុសម្នាក់ទៀតអាយុប្រហែលជា6ឆ្នាំបាទស្លាប់យ៉ាងអណោចអធមមានអ្នកស្គាល់អ្នកអីហ្នឹងបានគេយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីខ្មែរយើងក៏ប៉ុន្តែខ្ញុំនិយាយអំពីបាទភាពដែលធ្វើឲ្យមានភាពខ្លាចរអានោះកន្លែងក៏ខ្លាចទៅជាជើងកបហ្នឹងមានន័យថាពពួកអមនុស្សដែលមកស៊ីសាកសពនៅក្នុងអំឡុងពេលស្លាប់មានឈាមមានអីហ្នឹងគឺពួកអមនុស្សហ្នឹងដល់ហ្នឹងចាប់ដើមចេញឡានទៅបាទគឺគាត់មើលចោលភ្នែកមួយភ្នែកតាមកញ្ចក់មើលក្រោយធម្មតាកន្លងគេមានកញ្ចក់មើលក្រោយបាទគឺឃើញមនុស្សទាំង3នាក់បាទពលឹងទាំង3នាក់ហ្នឹងអង្គុយក្នុងក្រោយហ្នឹងបាទកូនអង្គុយកណ្ដាលបាទម៉ែអង្គុយសងខាងហើយមុខសុទ្ធតែឈាមបាទមុខសុទ្ធតែឈាមហើយសម្លៀកបំពាក់ដាច់លហែកអាយ៉ាយាយអស់ដល់ពេលហ្នឹងគាត់ងាកក្រោយហ្មងបាទងាកក្រោយមើលមកពុកទៅអត់មានឃើញអីបាទអត់មានឃើញអីគាត់ក៏ងាកមកវិញគាត់ថាគាត់ស្វាំងឬគាត់អត់ស្រួលខ្លួនហ្នឹងបាទដល់ពេលហ្នឹងគាត់ហ៊ានបើកលឿនដែរគាត់បើកយឺចឹងដែរដល់ពេលដែលគាត់បើកយឺទៀតគាត់មើលទៅកញ្ចក់គាត់នៅខាងឆ្វេងកញ្ចក់ខាងឆ្វេងបាទឃើញមនុស្សឈោបោយដៃ3នាក់ឈោបោយដៃឈោបោយដៃទាំង3ស្លៀកសពាក់សបាទអញ្ចឹងគាត់បាទជំរាបសួរបងប្រិយមិត្ត Osifan TV2 Osifan TV Review ហើយនឹងប្រិយមិត្តដែលតែងតែនិយមគ្រប់គ្រងនៅ Channel Osifan TV នីតិខ្មោចបងប្អូនដែលចូលចិត្តស្ដាប់រឿងខ្មោចបាទស្ដាប់នៅក្នុង Channel នីតិខ្មោចនេះគឺត្រឹមត្រូវហើយចូលចិត្តទស្សនារូបភាពដែលរន្ធត់វីដេអូដែលរន្ធត់ចូលទៅក្នុង Channel Osifan TV2 និង Osifan TV Review បន្តទៀតបាទអញ្ចឹងនៅក្នុង channel របស់ខ្ញុំជាមួយនឹង admin ភក្តីគឺតែងតែមានវីដេអូចែកជូនដល់បងប្អូនបានទស្សនាបាទគ្រប់ពេលវេលាផងដែរហើយក៏មានការគ្រប់គ្រងបាទពីសំណាក់បងប្អូនច្រើនទាំងក្នុងនិងក្រៅប្រទេសជាពិសេសបងប្អូនខ្មែររបស់យើងដែលនៅនេះសមុទ្រតែងតែឆាតមកលេងតែងតែ comment គ្រប់គ្រងនៅកម្មវិធីរបស់ខ្ញុំបាទផងដែរនៅក្នុងនេះបាទក៏មាននៅរឿងនិទានបាទចែកជូនទៅកាន់បងប្អូនហើយក៏ជារឿងនិទានដែលដកស្រង់អំពីចាស់បុរាណដែលលោកធ្លាប់បាននិទានមកកាន់ខ្ញុំហើយខ្ញុំក៏មានការចងចាំខ្លះទៅហើយយកមកចែកជូនបងប្អូននៅក្នុងយុគសម័យថ្មីរបស់យើងនេះផងដែរព្រោះថាបច្ចុប្បន្ននេះពុំសូវមាននរណាគេជឿអំពីពពួកអមនុស្សអីប្រមាណទេបាទមានចំនួនខ្ញុំអាយុ40ឆ្នាំអីហ្នឹងឬក៏មុនខ្ញុំអីចឹងគេជឿជាក់បាទថាមានអមនុស្សមានខ្មោចលោកអញ្ចឹងអ្នកនៅទីក្រុងសុទ្ធគឺអត់យល់ពីរឿងហ្នឹងឯងហើយទោះបីព្យាយាមបញ្យល់ក៏យល់អត់បានលុះត្រាតែអ្នកធ្លាប់បានរៀនអំពីផ្លូវពុទ្ធសាសនាឬក៏ព្រហ្មញ្ញសាសនាខ្លះទើបអាចយល់ច្បាស់ពីកន្លែងហ្នឹងអូខេឥឡូវកុំឲ្យកម្មវិធីរបស់យើងកាន់តែវែងឆ្ងាយហើយស្ដាប់ខ្ញុំនិយាយរៀងច្រើនតាក់ទងទៅនឹងរឿងខាងដើមដែលមិនទាន់ចូលសាច់រឿងអញ្ចឹងបងប្អូនវិលត្រឡប់អារម្មណ៍ចូលមកកាន់សាច់រឿងមួយដែលជារឿងមួយដ៏សោកសៅហើយកើតឡើងនៅឯខេត្តព្រះវិហារនៅឯស្រុកជាំខ្សាន្តហើយរឿងរ៉ាវនេះកើតឡើងពីឆ្នាំ2003ដោយសារតែមានប្តីប្រពន្ធមួយគ្រួសារបាទមានកូនម្នាក់បាទធ្វើដំណើរទៅផ្សារបាទត្រូវបានឡានដឹកឈើបុកបាទឡានឈើដឹកឈើបុកមិនមែនធ្វើដំណើរទៅផ្សារទេបងប្អូនសុំទោសគាត់ធ្វើដំណើរនៅពេលយប់ហើយហ្នឹងធ្វើដំណើរទៅផ្សារហ្នឹងហើយទៅទិញផ្អែមធ្វើដំណើរពេលយប់ត្រូវបានឡានសាំយ៉ុងដឹកឈើបងប្អូនបាទបុកស្លាប់ទាំងប្តីទាំងប្រពន្ធបុករួមជាមួយនឹងកូនប្រុសម្នាក់ទៀតអាយុប្រហែលជា6ឆ្នាំបាទស្លាប់យ៉ាងអណោចអធមនៅពេលដែលឡានសាំយ៉ុងគេចាប់បានណាបងប្អូនបាទគេចាប់បានព្រោះនៅពេលដែលបុកគាត់បើកលឿនខ្លាំងទៅបណ្ដាលឲ្យបុកកន្លែងផ្លូវកែងបុកបកគោលដាក់ផ្លានសញ្ញាចំណាំងផ្លាតផ្លូវណាបាទបណ្ដាលឲ្យឡាននោះបាទគឺបាក់ផ្លូវខាងមុខហើយវាភ្លុះទៅម្ចាស់ក៏រត់ចោលឡានហើយបាទរឿងរ៉ាវនេះគឺការបុកស្លាប់នេះគឺបុកពីក្រោយហើយបងប្អូនដឹងហើយឡានដឹកឈើខុសច្បាប់នឹងបទល្មើសផ្សេងនេះគឺមិនដែលបើកយឺតទេពេលយប់អាហ្នឹងខ្ញុំនិយាយអញ្ចឹងណាបាទអញ្ចឹងរឿងរ៉ាវវាកើតឡើងយូរហើយអញ្ចឹងខ្ញុំនិទានតមកចែកជូនដល់បងប្អូនអញ្ចឹងក្រោយពីការបុកបាទអ្នកនៅម្ដុំកន្លែងកបុកហ្នឹងគឺមិនមានមនុស្សរស់នៅទេបាទបញ្ជាក់ថាអ្នកនៅកន្លែងដែលមានដែលកាត់គ្រោះថ្នាក់ចរាចរណ៍គឺជាតំបន់ព្រៃសហគមន៍រដ្ឋអត់មានអ្នកណាដឹងទេបាទស្ថិតនៅលើផ្លូវហ្នឹងក៏ប៉ុន្តែអ្នកដែលឃើញហេតុការណ៍នោះគឺអ្នកដែលធ្វើដំណើរឆ្លងកាត់ដោយជិះម៉ូតូបាទឆ្លងកាត់បាទដូចជាគាត់ជិះម៉ូតូទៅទិញបង្អែមនៅផ្សារញ៉ាំអញ្ចឹងណាបានឃើញទស្សនភាពហ្នឹងហើយក៏ស្វះស្វែងរកគ្នាបាទដោយវិធីសាស្ត្ររបស់គាត់ទំនាក់ទំនងអញ្ចឹងទៅបាទហើយក៏នាំគ្នាបាទមកមើលអញ្ចឹងទៅបានមានអ្នកស្គាល់អ្នកអីបានគេយកសាកសពទៅធ្វើបុណ្យតាមប្រពៃណីរបស់ខ្មែរយើងក៏ប៉ុន្តែខ្ញុំនិយាយអំពីបាទភាពដែលធ្វើឲ្យមានភាពខ្លាចរអានោះកន្លែងហ្នឹងក៏ខ្លាចទៅជាជើងកបហ្នឹងមានន័យថាពពួកអមនុស្សដែលមកស៊ីសាកសពនៅក្នុងអំឡុងពេលស្លាប់មានឈាមមានអីហ្នឹងគឺពួកអមនុស្សហ្នឹងនៅហ្នឹងអញ្ចឹងតើពួកអមនុស្សហ្នឹងវាមកពីណាពួកអមនុស្សហ្នឹងប្រែថាវាមិនមែនមនុស្សអញ្ចឹងបើមិនមែនមនុស្សជាមនុស្សតែគឺជាពពួកអមនុស្សដែលមានភាពអត់ទុយឬយើងហៅថាទីសមានកាយបងប្អូនហមដឹងទេយើងសែនតែដុំថ្មតែម្ដងយូរដុំថ្មនោះស័ក្តិសិទ្ធិ
ដោយគេនិយាយរឿងតាអាចឆ្កែសោះអញ្ចឹងយើងតែងតែទិសហៅបួងសួងបងសរោងយូរទៅអាភិលាទុយនោះវាហោះមកគុំគ្នាតិចដូចជាមេកន្ទីលបង្កើតបានទៅជាមេរោគមួយអញ្ចឹងយូរទៅវាចងចាំអញ្ចឹងឲ្យតែវាធ្វើអ្វីមួយយើងអត់បានហៅបានឧទ្ទិសវាមានវិញ្ញាណមានព្រលឹងបាទគឺវាបានចាប់ដើមធ្វើបាបទុកនឹងយើងហើយបកក្រោយវិញបាននិយាយរឿងបកក្រោយវិញនៅពេលដែលគេចាប់ដើមយកសក់ទៅធ្វើបុណ្យធ្វើអីតាមប្រពៃណីបាទគឺរឿងដែលសង្វេគខ្លាំងបំផុតនោះគឺមឈូសទាំង3បាទគឺដាក់ទន្ទឹមគ្នាបាទដាក់មឈូសទាំង3គឺដាក់ទន្ទឹមគ្នាមានម្ដាយមានឪពុកបាទមានប្រពន្ធមានប្រពន្ធមានម្ដាយហើយកូនហើយឪពុកបាទធ្វើបុណ្យបាទអ្នកស្រុកអ្នកភូមិមានការសង្វេគខ្លាំងណាស់បានពេលផ្សេងយកទៅបូជាទាំង3នោះណាបងប្អូនក៏ប៉ុន្តែរឿងដែលចម្លែកបាទគឺតែងតែមានមនុស្សធ្វើដំណើរឆ្លងកាត់ហើយឃើញនៅអមនុស្សបាទទាំង3នាក់គឺប្រហែលជាពលឹងបាទអតិសមានកាយដែលយើងហៅថាជាពពួកអមនុស្សផ្សេងដែលកើតឡើងនៅផែនដីនៅតំបន់ដែរមានរឿងរ៉ាវកើតឡើងហ្នឹងគឺវាមកស៊ីខ្ទុះស៊ីឈាមដែលសាកសពបានស្លាប់កាលពីលើកមុនក៏ប៉ុន្តែពួកវាតែងតែបង្កើតរូបភាពថាបើអ្នកណាស្លាប់បង្កើតរូបភាពនៅហ្នឹងដើម្បីឲ្យយើងកុំបន្ទោសវាគឺយើងបន្ទោសតែខ្មោចហ្នឹងអ្នកខ្មោចងាប់ហ្នឹងតាមពិតមនុស្សតែស្លាប់ហើយកើតទៅតាមកម្មតាមការរបស់បុណ្យបាបរបស់ខ្លួនដែរបងប្អូនណាបាទនឹងគេហៅថាការស្លាប់តៃហោងដូច្នេះមនុស្សមានការខ្លាចរអាកន្លែងនោះមែនទេក្រោយពីកើតហេតុបានប្រហែលជាខ្ទង់ធ្វើបុណ្យ7ថ្ងៃចប់បាទគាត់មានកូនចៅគាត់បាទធ្វើបុណ្យ7ថ្ងៃចប់ទៅអ្នកដែលឆ្លងកាត់កន្លែងហ្នឹងឲ្យទៅដល់កន្លែងហ្នឹងអ្នកណាដែលមានរៀងវាថាមានគ្រូបាត់ជាអីកាន់ថែរក្សាឬមួយក៏មានបុណ្យបារមីធ្លាប់មានបប្រតិបត្តិសិល5អីចឹងគាត់បែរបានឃើញរឿងហ្នឹងក៏ប៉ុន្តែគេខ្លាចរអាតែអ្នកណាដែលរៀងមានបុណ្យតិចមិនសូវមានសិល5នៅក្នុងខ្លួនណាបាទដាច់ធម៌បាណាហ្នឹងបាទភាគច្រើនគឺឲ្យទៅធ្វើដំណើរទៅដល់កន្លែងហ្នឹងជួនកាលទៅឃើញទាំង3អ្នកម៉ែកូននឹងបានអង្គុយក្នុងផ្លូវហ្នឹងជួនកាលទៅឃើញឈរនៅលើដើមឈើចឹងទៅហើយតាក់ស៊ីខ្លះធ្វើដំណើរទៅដល់កន្លែងហ្នឹងអ្នកខ្លះអត់ដឹងកន្លែងហ្នឹងមានគ្រោះថ្នាក់ចរាចរណ៍បងប្អូនបាទពេលទៅដល់កន្លែងហ្នឹងជួនកាលមានមនុស្សបោយដៃឲ្យឈប់បាទរត់ជីបាទពេលយប់ម៉ោង7ជាងនោះបាទឈប់ទៅក៏បាត់អត់មានឃើញអីអ្នកខ្លះដឹងប្រាប់ហេតុការណ៍ថានេះកន្លែងនេះពីមុនគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងម្ដាយទាំងកូនអីចឹងទៅបាទក៏មានអារម្មណ៍ព្រឺក្បាលខ្ញាក់ហ្នឹងរឿងដែលកើតឡើងពេលយប់ហើយថ្ងៃមួយនោះបរិសម្នាក់បាទគាត់អ្នករស់ស៊ីកាត់ឈើដែរក៏ប៉ុន្តែគាត់មិនមែនដឹកឈើនឹងឡានធំទេបងប្អូនបាទគាត់របៀបថាម៉ូតូបងប្អូនម៉ូតូគេរៀបសម្រាប់ដឹកឈើអាហ្នឹងក៏ខុសច្បាប់ដែរក៏ប៉ុន្តែខុសច្បាប់ណាស់តូចបាទអញ្ចឹងឈើមុខប្រហែល30មុខ40ទៅបណ្ដោយ2ម៉ែត្រពីទឹកសម្រាប់ធ្វើក្រេធ្វើអីចឹងណាបងប្អូនសម្រាប់ដើម្បីដោះដូរជីវភាពបាទគាត់ជិះម៉ូតូមកដល់កន្លែងហ្នឹងគាត់ដឹងថាកន្លែងហ្នឹងគឺជាកន្លែងមនុស្សស្លាប់តែគាត់មិនមែនជាមនុស្សខ្លាចខ្មោចទេបាទគាត់ដឹងថាកន្លែងហ្នឹងគ្រោះថ្នាក់ចរាចរណ៍ថ្មីប្រហែលជាទៅ4ថ្ងៃមុននេះក៏ប៉ុន្តែនៅពេលដែលគាត់ជិះម៉ូតូមកដល់កន្លែងហ្នឹងគាត់បន្ថែមល្បឿនដល់ពេលដែលគាត់ជិះម៉ូតូមកដល់កន្លែងហ្នឹងគាត់បន្ថែមល្បឿនទៅគាត់បើកកាត់អាកន្លែងគ្រោះថ្នាក់ចរាចរណ៍ដែលឡានសាំយ៉ុងបុកមនុស្សស្លាប់ទាំង3នាក់ម៉ែកូននោះម៉ូតូគាត់វាទៅដូចហោះកង់មុខហ្នឹងហោះកង់មុខវាផ្ងាក់ក្រោយអញ្ចឹងទៅអាចឈឺផ្ទះដំខាងតែគាត់អត់មានគ្រោះថ្នាក់ទេដល់អញ្ចឹងទៅមានសម្លេងស្រែកសោចចំអករបៀបថាសម្លេងគេសោចចំអកដូចខ្មោចដូចពពួកវិញ្ញាណនឹងធ្វើបាបអញ្ចឹងបងប្អូនពពួកពលឹងមនុស្សនឹងធ្វើបាបទៅស្រ័យសោចចំអកមកគាត់ក៏រត់ចោលម៉ូតូទាំងដាច់ជើងអានេះដោយសារតែការដួលម៉ូតូហ្នឹងបាទពលឹមឡើងបានមកយកម៉ូតូមានបានយកម៉ូតូណាម៉ូតូហើយនឹងឈើនឹងត្រូវបានសមត្ថកិច្ចចាប់យកទៅដាក់នៅប៉ុស្តិ៍បាត់ហើយអាហ្នឹងរឿងទី1ដែរដល់ទៅចូលរឿងទី2បាទថ្ងៃមួយនោះមានរថយន្តមួយគ្រឿងបានបើកមកតាមហ្នឹងតែមិនមែនរថយន្តបែបរ៉ូស៊ីរថយន្តយ៉ាងថារថយន្តទេសចរបែបគ្រួសារគាត់បើកមកដល់កន្លែងហ្នឹងហើយគាត់អត់ដឹងកន្លែងហ្នឹងធ្លាប់មានប្រវត្តិមនុស្សស្លាប់ទេដល់ពេលដែលគាត់បើកមកដល់កន្លែងហ្នឹងស្រាប់តែធ្វើឲ្យអារម្មណ៍របស់គាត់នឹងមានអារម្មណ៍ថាចង់ឈប់ឈឺនោមបាទដូចធ្វើឲ្យអារម្មណ៍បើគាត់ដឹងថាកន្លែងហ្នឹងមានមនុស្សស្លាប់តែមិនក៏គាត់ឈប់តែគាត់អ្នកស្រុកផ្សេងគាត់អត់ដឹងទេដល់ពេលគាត់ឈប់ឈឺនោមអញ្ចឹងទៅគាត់ឃើញមានមនុស្សឡើងលើឡានគាត់មើលទៅក្រោយមកកតុយភ្នែកណាព្រោះឡានដែលឈប់នោមយប់គឺភាគច្រើនគាត់បាត់ភ្លើងនេះបាត់ដមីចោលហើយបាត់ភ្លើងចោលជាអ្នកខ្លះបើកទាំងហ្វាទៀតបាទដល់ពេលអញ្ចឹងគាត់ងាកមកភ្នែកទៅអាសមោលភ្លើងមកគាត់ដូចមានមនុស្សដើរពីក្រោយឡានមកហើយចូលទៅក្នុងឡានមកគាត់ឮសំឡេងបិទទ្វារភឹកបាទដល់ពេលអញ្ចឹងគាត់ឆ្ងល់គាត់នោមមួយទៀតគាត់នោមមិនចង់អស់មកបាទអាហ្នឹងគាត់និយាយប្រាប់គ្នាតទៀតណាបាទដល់ពេលគាត់ចូលទៅដល់ក្នុងឡានវាអត់មានឃើញអីបងប្អូនដល់អញ្ចឹងគាត់ឆ្ងល់ចំអញខ្មោចលោមទៅហ្នឹងគាត់អត់ដឹងប្រវត្តិកន្លែងហ្នឹងគាត់សង្ស័យថាខ្លួនគាត់ហ្នឹងខ្មោចលោមអញ្ចឹងគាត់ចុះពីលើឡានមួយគាត់ដើរឆ្វែងឡានមកជុំហើយបន្តមកទៀតទៅបើកមើលគូតឡានបើកលើគូតឡានគាត់មានឃើញអីក្រោយមកទៅបើកមើលអាបាំងទី2គាត់អត់មានឃើញមានអីអញ្ចឹងមកគាត់មកបើកឡានធម្មតាវិញគាត់ក៏មានអារម្មណ៍ថាគាត់ដូចស្វាងភ្នែកហ្នឹងហើយសំឡេងដែលគាត់លឺមិញហ្នឹងអាចជាបាក់មេឈើឬក៏ធ្លាក់មេឈើមកពីណាក៏មិនដឹងអាហ្នឹងសម្រាប់គាត់និយាយណាបាទដល់ពេលគាត់ចាប់ផ្ដើមចេញឡានទៅបាទគឺគាត់មើលចោលភ្នែកមកភ្នែកតាមមកកញ្ចក់មើលក្រោយធម្មតាកន្លងគេមានកញ្ចក់មើលក្រោយបាទគឺឃើញមនុស្សទាំង3នាក់បាទពលឹងទាំង3នាក់ហ្នឹងអង្គុយក្នុងក្រោយហ្នឹងបាទកូនអង្គុយកណ្ដាលបាទម៉ែអង្គុយសងខាងហើយមុខសិតតែឈាមបាទមុខសិតតែឈាមហើយសម្លៀកបំពាក់ដាច់លហែកអាយះនិយាយអស់នៅពេលហ្នឹងគាត់ងាកក្រោយហ្មងបាទងាកក្រោយមើលមកពុកទៅអត់មានឃើញអី
បាទអត់មានឃើញអីគាត់ក៏ងាកមកវិញគាត់ថាគាត់ស្វាំងឬគាត់អត់ស្រួលខ្លួនហ្នឹងបាទដល់ពេលហ្នឹងគាត់ហ៊ានបើកលឿនដែរគាត់បើកយឺតចឹងដែរដល់ពេលដែលគាត់បើកយឺតទៀតគាត់មើលទៅកញ្ចក់គាត់នៅខាងឆ្វេងកញ្ចក់ខាងឆ្វេងបាទឃើញមនុស្សឈោបោយដៃ3នាក់ឈោបោយដៃឲ្យឈោបោយដៃទាំង3ស្លៀកសពាក់សបាទអញ្ចឹងគាត់ដឹងថាអូខ្មោចលោមដល់ខ្មោចលោមអញ្ចឹងគាត់ប្រឹងជន់ឡានដល់ប្រឹងជន់ឡានអញ្ចឹងឮសំឡេងសើចចំហពីក្នុងឡានគាត់អាខាងក្រោយឮសូរគៀកដូចមនុស្សមែនតើហ្នឹងបាទឮសូរសោតធ្វើគាត់ព្រួយក្បាលចង់ងាប់ចង់រស់បងប្អូនគាត់ប្រឹងជន់ឡានទាំងដល់ពេលគាត់ប្រឹងជន់ឡានរហូតដល់គាត់ដល់ផ្ទះដល់សម័យដល់កន្លែងដែលគាត់ឈប់ហ្នឹងគាត់ក៏យករឿងរ៉ាវនោះទៅនិយាយប្រាប់គេបាទទៅនិយាយប្រាប់គេបានគេនិយាយប្រាប់ប្រវត្តិរឿងរ៉ាវហ្នឹងវាចេះកាត់ឡើងនៅកន្លែងហ្នឹងអញ្ចឹងបងប្អូនសាកចាំមើលណាមើលតើបងប្អូនណាខ្លះដែលដឹងអំពីប្រវត្តិជើងកបហើយជើងកបនោះធ្លាប់លងបន្លាញណាខ្លះអាហ្នឹងកន្លែងហ្នឹងមួយទៅដល់ពេលសារក្រោយមានកូនសិស្សសាលាបងប្អូនណាស្លាប់ទាំងពីរនាក់ដូចគ្នានៅកន្លែងតែមួយហ្នឹងហើយកន្លែងហ្នឹងមិនមែនផ្លូវកោងទេណាបងប្អូនបាទវាគ្រាន់គេដាក់បកគោលផ្លូវអញ្ចឹងព្រោះខាងក្រោមវារៀងជ្រៅប្រហែលជា1ម៉ែត្រកន្លះ2ម៉ែត្ររបៀបថាគេធ្វើផ្លូវខ្ពស់ជាងដីណាបងប្អូនអញ្ចឹងកូនសិស្ស2នាក់ហ្នឹងមិនដឹងតែជិះមកយ៉ាងម៉េចឬក៏វាបង្ហោះយ៉ាងម៉េចបាទកូនសិស្សប្រុសអាយុខ្ទង់3 4 10ឆ្នាំគេហៅថាក្មេងស្ទាវណាឈាមរាវបងប្អូនវាជិះមកដល់កន្លែងហ្នឹងគឺដួលបត់កកស្លាប់ទាំង2នាក់បាទអញ្ចឹងក៏គេដាក់ថាផ្លូវជើងកបទៅហើយអ្នកខ្លះក៏ដើម្បីកុំឲ្យវាកើតនៅរឿងអត្តមង្គលឯកើតឡើងចំពោះទីតាំងកន្លែងអស់ហ្នឹងក៏និមន្តព្រះសង្ឃមកសូត្រធម៌បានស្ទោលផ្សេងដើម្បីធ្វើកុសលដល់ពពួកវិញ្ញាណទាំងឡាយហ្នឹងកុំឲ្យមកនៅបៀតបៀនគេទៀតហើយខាងក្រោយមកទៀតហ្នឹងខ្ញុំក៏មិនធ្លាប់បានទទួលប្រវត្តិថាវាយ៉ាងម៉េចដែរហើយបងប្អូនយល់ឃើញយ៉ាងណាហើយមានជំនឿទៅលើជើងកបដែរឬទេមកជើងកបដូចខ្ញុំជម្រាបហ្នឹងសំដៅទៅលើពពួកអមនុស្សដែលតាមព្យាបាទគេនៅទីតាំងណាមួយដែលធ្លាប់មានមនុស្សស្លាប់ហើយមនុស្សស្លាប់អស់ទាំងហ្នឹងពេលដែលស្លាប់ហើយគឺកើតហើយបាទកើតទៅតាមកម្មតាមការកំណើត7ថ្ងៃអញ្ចឹងទៅបាទដូចថាយើងអាឡោះអាឡៃទៅលើអីហ្នឹងគឺកើតនៅហ្នឹងទៅ7ថ្ងៃផុតពី7ថ្ងៃទៅតាមការឧទ្ទិសបុណ្យផ្សេងទៀតបាទអ្នកណាធ្វើបុណ្យច្រើនទៅសោយសុខក្នុងបុណ្យទៅអ្នកណាធ្វើបាបច្រើនទៅសោយសុខបាបទៅសោយទុក្ខក្នុងបាបនឹងសិនទៅបាទហើយបានកើតបន្តទៀតចាប់កំណត់កើតថ្មីគឺស្លាប់កើតតែអតិសមានកាយគឺអត់អញ្ចឹងទេពពួកអស់ហ្នឹងមានភាគល្អតូចដូចខ្ញុំជម្រាបជូនអញ្ចឹងក៏ប៉ុន្តែគេមាននៅវិញ្ញាណមកគេអញ្ចឹងកាលណាតែយើងឧទ្ទិសហើយជារឿយយូរទៅវាផ្សំពីប្រព័ន្ធជើងធូបបាទទៅប្រព័ន្ធផ្លែធូបប្រព័ន្ធផ្លែធូបទៅប្រព័ន្ធទៀន100រៀលប្រព័ន្ធទៀន100រៀលទៅប្រព័ន្ធទៀន1000រៀលយូរទៅធំខ្លាយទៅអ្នកតាមួយអញ្ចឹងដែលយើងប្រសិទ្ធពនាមឲ្យទៅបាទគឺអញ្ចឹងឯងអញ្ចឹងយូរទៅគេហៅថាជើងកបហើយជើងកបនោះគឺប្រែតែប៉ុណ្្នឹងឯងអត់មានប្រែថាម៉េចទេមិនមែនជើងធ្លាប់ទាត់គេបានគ្រប់កន្លែងហើយហៅថាកបណាស់ជើងហ្នឹងណាមិនចង់ទេបាទសូម្បីតែក្នុងទឹកក៏គេនិយាយជើងកបដែរមានពពួកសេទឹកពពួកអមនុស្សខ្មោចទឹកនៅក្នុងទឹកអីហ្នឹងគេហៅថាពពួកទេវតាថែរក្សានៅក្នុងទឹកហ្នឹងថាអ្នកណាមិនគោរពមាតាបិតាអ្នកណាតែងតែទ្រោះសិលប្រមាថសិលបាលីប្រមាថលិចប្រមាថកើតប្រមាថប្រពុតអីហ្នឹងអត់យូរទេពួកហ្នឹងយកជីវិតទៅហើយហ្នឹងអ្នកជឿបាត់ជឿហើយនៅតំបន់សមុទ្រនៅតំបន់ទន្លេឬក៏តំបន់ពីមទេដៃព្រែកធំទៅមានបើត្រឹមតែពាំងទឹកតូចមិនមានទេបាទមិនមានទេមានតែការលងបន្លាចផ្សេងអរគុណសម្រាប់ការតាមដានសាច់រឿងបាទផ្លែផ្លូវជើងកបដែលដាច់ជីវិតបាទប្តីប្រពន្ធ3នាក់កូនហ្នឹងបាននឹងឪពុកហ្នឹងបានក៏បានមកដល់ទីបញ្ចប់បងប្អូនយល់ឃើញយ៉ាងណាសូមមេត្តាខមមិនម្នាក់មួយនៅក្នុងតាក់ទងទៅនឹងរឿងជើងកបហើយបងប្អូនដែលបានទស្សនាហើយកុំភ្លេចជួយចុច Subscribe និងនៅក្នុង Channel របស់ខ្ញុំបានម្នាក់មួយផងដើម្បីផ្ដល់កម្លាំងចិត្តបាទជួបខ្ញុំបាទពីនេះសវណ្ណរតតាហើយគ្រូម៉ៅហើយជួបគ្នាជាមួយនឹងខ្ញុំបាទនៅវីដេអូក្រោយបន្តទៀតបងប្អូនមានសាច់រឿងអាចផ្ញើមកខ្ញុំបាទដើម្បីខ្ញុំនិយាយជូនអរគុណនៅក្នុងគណៈពេលនេះខ្ញុំបាទពីនេះសវណ្ណរតតាគ្រូម៉ៅបាទក៏សូមអរគុណនិងសូមជម្រាបលា